ប៉ាវិឈឺណាវិឈឺណាវិឈឺណាអ្នកសុខសប្បាយជាដែលអង្គុយនៅកៅអីក្រោយកំពុងដេកផ្ងាអង្គុយចុះដេកចុះដេកចុះឲ្យលឿនអូជាវសងបងប្រុសរបស់អ្នកមានរបួសពោះអណ្ដូងខ្ញុំត្រូវដេកនៅកៅអីខាងក្រោយតែប៉ារបស់អ្នកនឹងខ្ញុំយើងត្រូវតាមដានវាម្ដងទៀតអ្នកនឹងមិនមានកៅអីទេដូច្នេះប្រញាប់ឡើងខ្ញុំនឹងត្រឡប់ទៅសម្រាប់វិញនេះ100 យ៉នអ្នកជិះតាក់ស៊ីត្រឡប់មកវិញយកវាទៅខ្ញុំមិនត្រឹមតែខ្សោយតម្រងនំទេជើងទាំងពីរនៅតែពិការខ្ញុំបាននិយាយថាយ៉ាន់ឈើតែអ្នកណាពិតជាត្រូវការការថែទាំចាប់តាំងពីអ្នកបោកប្រាស់និងប្រព្រឹត្តមិនសមរម្យមកលើគ្រួសារខ្ញុំការកាត់ក្រវ៉ាត់ក៏អាចជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកយើងវាជាថ្ងៃទី20សៀវមេងគួរតែត្រឡប់មកពីដំណើរអាជីវកម្មរបស់នាងទោះបីជាក្តីស្រឡាញ់ក្នុងគ្រួសារក្នុងរយៈពេល3ឆ្នាំនោះតែអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយឆេមិញគឺជាអាពាហ៍ពិពាហ៍ពិតហ្វានសៀវមេងខ្ញុំស្រឡាញ់អ្នករៀបការជាមួយខ្ញុំល្អអ្នកយករបស់នេះមកឲ្យខ្ញុំសៀវមេងខ្ញុំនឹងនាំអ្នកឡើងទៅឋានសួគ៌ដើម្បីក្លាយជាគូស្នេហ៍ដ៏ល្អឥតខ្ចោះនិងនៅជាមួយគ្នាជារៀងរហូតខ្ញុំនឹកអ្នកខ្លាំងណាស់សួនទុកវាចោលកុំឲ្យពូ serious អ្នកខ្ញុំអនុញ្ញាតឲ្យអ្នកនៅជាមួយយ៉ាន់សុងនៅពេលនោះវាគ្រាន់តែបង្កើតស្ថានភាពខុសគ្នាសម្រាប់ខ្ញុំសាមញ្ញខ្ញុំបានវះកាត់រួចហើយតើអ្នកខ្លាចគាត់ដោយសារអ្វីល្អហើយខ្ញុំវាដោយសារតែពួកគេខ្លាចយ៉ានស៊ូនឹងដឹងអំពីការប៉ុនប៉ងធ្វើអត្តឃាតរបស់គាត់កូននឹកម៉ាក់នឹងប៉ាណាស់ខ្ញុំស្អប់ភាពធ្ងន់ធ្ងរថ្ងៃកំណើតទី6របស់ឆ្វេងឆ្វានខ្ញុំចង់ចំណាយពេលជាមួយអ្នកទាំងអស់គ្នាកូនប្រុសកុំប្រញាប់ប្រញាល់ប៉ាបានធ្វើរឿងទាំងអស់នេះដើម្បីឲ្យគាត់មានសុខភាពល្អពេលប៉ាបានធូរស្រាលបន្ទាប់ពីចុះប៉ានិងម៉ាក់វិញធ្វើពិធីខួបកំណើតរបស់អ្នកជាមួយគ្នាយ៉ាងដូចម្ដេចអ្នកត្រូវជាសេះស្បើយឆាប់គ្រួសារយើងដែលមានសមាជិក5នាក់នឹងនៅជាមួយគ្នាជានិច្ចកូនល្អចរិតល្អណាស់តើនឹងមានអ្វីកើតឡើងបន្ទាប់ពីប៉ាជាសេះស្បើយ serious នឹងចាក់ចេញបន្ទាប់ពីគាត់ចាក់ចេញម៉ាក់និងប៉ានឹងនាំអ្នកទៅសួនកំសាន្តយោពមប្រពន្ធខ្ញុំអាយុ3ឆ្នាំតាមពិតទៅនាងមានកូនប្រុសអាយុ5ឆ្នាំជាមួយបងប្រុសរបស់ខ្ញុំហើយឪពុកម្ដាយខ្ញុំក៏បានដឹងរឿងនេះដែរពួកគេបានខុបខិតគ្នាដើម្បីរក្សាខ្ញុំឲ្យនៅស្ងៀមវាទាំងអស់គឺដើម្បីយកតម្រងនោមរបស់ខ្ញុំហ៊ូចិត្តខុសឆ្គងអ្នកនិងកូនប្រុសរបស់អ្នកពួកគេកំពុងធ្វើបែបនេះដើម្បីឲ្យខ្ញុំអាចចូលអ្វីក្រៅពីរៀបចំលីយៀនសុងឲ្យយ៉ាងគ្មានអ្វីពិសេសទេឥឡូវនេះគាត់ពិការរាងកាយយ៉ាងធ្ងន់ធ្ងរអ្នកគាត់គឺជាអ្នកស្នងមរតកតែម្នាក់គត់របស់គ្រួសារយ៉ានលៀងវិននិងយ៉ានជៀនហៃមនុស្សល្ងងខ្លៅពីរអ្នកនោះអ្វីដែលខ្ញុំនិយាយទៅសូម្បីតែផែនការរបស់ខ្ញុំដើម្បីឲ្យពួកគេរុញយ៉ានសុងធ្លាក់ពីលើច្រាំងថ្មចោតពួកគេទាំងអស់គ្នាបានយល់ព្រមព្រោះខ្ញុំធ្លាក់ពីលើច្រាំងថ្មចោតពួកគេគ្រាន់តែរៀបចំផែនការជាមួយគ្នាពីព្រោះពួកគេមានអារម្មណ៍ថាកម្លាំងរាងកាយធ្ងន់ធ្ងរហើយនឹងមិនស្លាប់ដោយសារការដួលរំលំទេវាថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកបានទៀតផងនេះបង្ហាញថាពួកគេទាំងពីរឲ្យតម្លៃយ៉ាងជ្រាលជ្រៅជាងដូច្នេះចុះយ៉ាងណាបើវាជាខ្ញុំដោយគ្រាន់តែបន្លិចពណ៌នៅជ្រុងភ្នែកជាពិសេសមានតែពេលនោះទេដែលខ្ញុំអាចមានអារម្មណ៍ស្រួលនេះពិតជារឹងរូសណាស់គាត់មិនបានស្លាប់បន្ទាប់ពីលោតពីលើច្រាំងស្រមកទេវាល្អដែលគាត់មិនស្លាប់ចុះបើអ្នកជាស្វាមីមានបញ្ហាសុខភាពអ្វីទៀតយើងក៏មានបុគ្គលិកច្រឡាត់ផងដែរជាមួយឪពុកម្ដាយនៅជុំវិញសូម្បីតែផ្ញើគាត់ទៅអ្នកត្រូវតែផ្ដល់វាទោះបីជាអ្នកមិនចង់ក៏ដោយនឹងចិត្តស្មោះរបស់ខ្ញុំត្រូវគេមើលងាយយ៉ាងនេះហូអ្នកឲ្យខ្ញុំហើយមែនទេរួនសៀវមេងខ្ញុំមិនដែលធ្វើបាបអ្នកសំបីតែបន្តិចឡើយអ្នកបានខុបខិតជាមួយពួកគេដើម្បីបញ្ឆោតខ្ញុំបើមិនមែនដោយសារអ្នកចង់បរិច្ចាគតម្រងនោមឲ្យខ្ញុំទេតើឆេមិនចាប់អារម្មណ៍នឹងអ្នកទេអ្វីគ្រប់យ៉ាងស្ថិតក្នុងបរិយាកាសដ៏ធ្ងន់ធ្ងរនិងអាឡារិកវានឹងមិនមែនជារបស់ខ្ញុំឆាប់នេះទេនិយាយឲ្យចំទៅរាល់ថ្ងៃខ្ញុំចំណាយពេលជាមួយអ្នកខ្ញុំមានអារម្មណ៍សោកស្ដាយចាប់តាំងពីអ្នកដឹងរួចហើយដូច្នេះចុះយ៉ាងណាចំពោះកិច្ចព្រមព្រៀងលែងលះដែលបានរៀបចំឡើងកាលពី3ឆ្នាំមុនអាចត្រូវបានបញ្ចប់លឿនជាងមុនអ្នកទាំងអស់គ្នាពិតជាបងប្អូនល្អរបស់ខ្ញុំមែនគូស្នេហ៍ល្អអាពាហ៍ពិពាហ៍នេះដែលពោពេញដោយការបោកប្រាស់ពិតជាគ្មានហេតុផលដើម្បីមានឡើយ
ការបោកប្រាស់មួយដែលខ្ញុំបានគ្រោងទុករយៈពេល3ឆ្នាំដើម្បីទទួលបានតម្រងនោមរបស់ខ្ញុំឥឡូវនេះពួកគេនៅតែចង់ឲ្យខ្ញុំក្លាយជាមន្ត្រីដែលខឹងសម្បាររបស់ពួកគេតើអ្នកពិតជាគិតថាខ្ញុំគ្រាន់តែជាតូតាដែលអ្នកអាចរៀបចំបានមែនទេឆាវយ៉ាងអូនសម្លាញ់ឆាវយ៉ាងមានអ្វីខុសជាមួយអ្នកឆាវយ៉ាងអ្នកសុខសប្បាយជាទេប៉ាបងប្រុសច្បងខ្ញុំដឹងថាឪពុកម្ដាយរបស់អ្នកបានធ្វើឲ្យខ្ញុំរងរបួសអ្នកខឹងហើយប៉ុន្តែខ្ញុំមានរបួសប្រសិនបើអ្នកដាក់ដៃលើខ្ញុំនឹងវាយគាត់រហូតដល់ស្លាប់ដោយដំបងទោះបីជាអ្នកពិការជើងក៏ដោយអ្នកនៅតែធ្វើបាបបងប្រុសរបស់អ្នកតើអ្នកពិតជាមិនអត់អន់ចំពោះព្រះអាទិត្យមែនទេវាហាក់ដូចជាអ្នកបានដឹងរួចហើយតាមឡើយយើងចង់ការពារបេះដូងរបស់អ្នកតាមដែលអាចធ្វើទៅបានខ្ញុំកំពុងរក្សាវ៉ែពីអ្នកតែឥឡូវនេះអ្វីបានប្រែក្លាយទៅជាបែបនេះអ្នកគ្រាន់តែត្រូវស្ដីបន្ទោសខ្លួនឯងទេដែលធ្វើឲ្យមានបញ្ហាគាត់បានធ្វើបាបឪពុករបស់គាត់ខ្ញុំស្អប់គាត់ចៅប្រុសជាទីស្រឡាញ់របស់ខ្ញុំជីតានឹងក្រោកឈរឡើងសម្រាប់អ្នកបើឯងហ៊ានធ្វើបាបបងប្រុសឯងម្ដងទៀតហើយធ្វើឲ្យបងប្រុសឯងខឹងខ្ញុំនឹងបណ្ដេញអ្នកចេញពីផ្ទះទុកឲ្យគាត់រកលុយដោយខ្លួនឯងចុះបន្ទាប់ពីខ្ញុំអស់ថ្នាំអ្នកនៅតែព្យាយាមបដិសេធវាចាប់ពីពេលនេះទៅគ្រូសាយ៉ានមានកូនប្រុសតែម្នាក់គត់គឺឆាវយ៉ាងឆាវយ៉ាងកុំសោកសៅអីគ្រូពេទ្យបាននិយាយថាគាត់មិនហ៊ានខឹងទេវានឹងប៉ះពាល់ដល់ការស្ដារឡើងវិញនៃរាងកាយបើអ្នកហ៊ានបង្កបញ្ហាម្ដងទៀតកុំបន្ទោសខ្ញុំចំពោះការលះបង់គ្រួសាររបស់ខ្ញុំដើម្បីប្រយោជន៍រួមធ្វើដូចដែលអ្នកចង់បានកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង